ខ្ញុំឈ្មោះឈិនថាវថាវថ្ងៃនេះជាថ្ងៃរៀបការរបស់ខ្ញុំដូនរបស់ខ្ញុំបានទទួលប្រាក់88,000,000 យ៉នដើម្បីឲ្យខ្ញុំរៀបការទី1គឺចង់ប្រឡឹងដោយខ្សែមាសទី2គឺចង់ដោយខ្សែប្រាក់តែខ្ញុំនឹងមិនឲ្យពួកគេសម្រេចបំណងឡើយអាមីងចាស់ឯងលក់ក្មេងស្រីព្រមចារីយកលុយឪពុកម្ដាយខ្ញុំនៅស្ថានសុខចិត្តឯងមិនស្លាប់ស្រួលទេឈិនថាវថាវរត់ទៀតហើយដេញតាមវាឈិនថាវថាវក្នុងរយៈពេល3ឆ្នាំរត់ការរៀបការ9ដងហើយអញនឹងសម្លាប់ឯងរត់ចេញទៅទើបអាចបន្តរឹកបានបំពេញបំណងរបស់ឪពុកម្ដាយឈិនថាវថាវអញរត់មិនរួចទេ